ពិសោធន៍នៅពេលដែលវាជួយខ្លាំងនៅភូមិដែលចម្ងាយរាប់រយគីឡូពីយើងក៏មានការអង្គើមួយចំនួនជាកសលល្អដែលយើងមិនមានជាបញ្ហាប៉ុន្តែទោះជាយ៉ាងណាវាជាសញ្ញាមួយដែលត្រូវការគិតគូរការរៀបចំសំណង់ជាពិសេសសំណង់ខ្ពស់ត្រូវគិតគូរអំពីកម្រិតណាមួយអំពីគុណភាពនៃសំណង់ហើយជាពិសេសដែលខ្ញុំបានតាំងពីដើមអាណត្តិមកឲ្យគោលការណ៍ទៅក្រសួងដែនដីពិនិត្យមើលអគារដែលចាស់ខ្លាំងមែនទែននៅក្នុងរាជធានីភ្នំពេញយើងមានដោយប្រមាណអគារទៅក្នុងទីនោះដែលប្រជាពលរដ្ឋរស់នៅឥឡូវយើងខិតខំដោះស្រាយមកអគារនោះចិត្តអស់ហើយដែលថាសំណង់តាំងពីជំនាន់បារាំងហើយដែលយើងមានការប្រួយបារម្ភហើយសំណង់មួយនោះដែលក្រសួងដែនដីខិតខំដោះស្រាយតាមរូបមន្តវិស័យឯកជនចូលរួមដោះហើយប្រជាពលរដ្ឋនៅទីនោះចូលរួមដោះយើងដោះស្រាយដោយចិត្តអស់ហើយដោយនៅសល់តែប្រមាណគ្រួសារទៀតទេដែលគាត់កំពុងតែចរចាហើយយើងមានការប្រួយបារម្ភប៉ុន្តែការដោះស្រាយនេះគឺយើងត្រូវទទួលទៅការចរចាជាមួយប្រជាពលរដ្ឋដោះស្រាយនៅការគិតគូរជូនគាត់តាមកម្រិតដែរមានមធ្យោបាយនិងជំរឿននៃការដោះស្រាយច្រើនប្រជាពលរដ្ឋខ្លះគាត់ទៅយកផ្ទះផ្សេងជាមួយនឹងថវិកាអ្នកខ្លះថវិកាអ្នកខ្លះដោះស្រាយរូបភាពអីប៉ុន្តែជាគោលដៅធំគឺផ្ទះដែលចាស់ជាគេដែលថាយើងអាចចូលទៅមើលអាគារនៅខាងក្នុងវាសឹងតែកេះមកវាសឹងតែនិយាយរួមទៅមើលអត់ពេលពីណាហ៊ានទៅទេបើសិនជាស្ថានភាពវាស្រួលមិនស្រួលយ៉ាងម៉េចខ្ញុំចាំនៅឆ្នាំដូច8ជាងឯ9ជាងនៅផ្សារចាស់ដូចមាន8ជាងមានម្ដងខ្ញុំនៅពីតូចពពុកគាត់ទៅមើលគាត់ខ្ញុំតោងទៅគាត់ព្រោះគាត់ជីឡានដានៅក្នុងឡានទេព្រោះគាត់យករដ្ឋមន្ត្រីគាត់ទៅមើលជួយដឹកនាំបញ្ជាការសង្គ្រោះបាទរឿងបែបនេះគឺជារឿងសោកនាដកម្មដែរនៅប្រទេសថៃនិងភូមានៅភូមាឥឡូវជិត 3000 នាក់នៅរោមមិនទាន់អស់ផងនៅថៃដោយទាំងប្រជាពលរដ្ឋខ្មែរយើងម្នាក់នៅខេត្តបន្ទាយមានជ័យដែលបាត់ស្លាប់ហើយ3នាក់រោមមិនទាន់ឃើញហើយបាត់ខ្លួនជិត100នាក់ឥឡូវរោបានបដាស្លាប់គិតគូរបែបនេះទាំងហើយក៏ខ្ញុំសូមអំពាវនាវឲ្យជាងនិងក្រុមហ៊ុនសំណង់ទាំងអស់ការចំណេញក៏ត្រូវតែចំណេញហើយតែកុំកាត់បន្ថយការចំណេញពីការកាត់បន្ថយនៅគុណភាពសំណង់ឲ្យសោះរឿងចរចារឿងអីតម្លៃមួយអ្នកធ្វើចោះប៉ុន្តែគុណភាពសំណង់កុំបាទពួកកន្លែងខ្លះខ្ញុំមើលនៅលើ Facebook ផ្ទះនៅកន្លែងខ្លះក៏ទិញតន់បានផងទៅដល់យកអាញួរទៅគោះមកទាំងផ្ទាំងតែម្ដងទោះបីជាត្រូវប្រកួតប្រជែងធ្វើលឿនដើម្បីបង្វិលលុយមិនក៏ដោយតែធ្វើយ៉ាងណាទៅទាខុសទៅគិតថាអ្នកដែលនៅផ្ទះនេះក៏ដូចជាបងប្អូនដែលមានប្រពន្ធមានកូនមានម្ដាយដែលត្រូវរស់នៅពឹងជីវិតលើយើងតែយើងបៀយើងស្អីទៅគេអត់ដឹងទេប៉ុន្តែបើមានការយើងក៏មានវិបដិសារីដែរបើសិនជាយើងធ្វើអស់លទ្ធភាពហើយបច្ចេកទេសវាអត់ត្រូវអត់គ្រប់យ៉ាងម៉េចអានឹងរឿងមួយតែបើយើងដឹងថាអានឹងវាមិនគ្រប់បច្ចេកទេសយើងនៅតែធ្វើដើម្បីយើងកេងចំណេញអានេះមិនទេហើយអានឹងបើតាមច្បាប់គឺខុសច្បាប់ទៀតព្រោះអ្នកឯងកេងសំណង់កាលកលេគុណភាពផ្ទះគេគិតឲ្យហើយអស់ខ្សាច់ប្រមាណអស់ដីប្រមាណអស់អីប្រមាណសំណង់ដល់ពេលធ្វើខុសរឿងនេះប្រហែលឆ្នាំមុននៅប្រទេសចិនជួយដីជួយបន្តិចអាគារមួយចំនួនដែលសាលាមួយចំនួនបាក់រាប់រយចឹងខ្ញុំសូមឲ្យវិស័យឯកជនចូលរួមជាមួយរដ្ឋក្រសួងដែនដីនគររូបនីយកម្មមន្ទីរដែនដីនគររូបនីយកម្មអាជ្ញាធរខណ្ឌសង្កាត់ក្រុងខេត្តត្រូវធ្វើការឲ្យម៉ត់ចត់ទៅលើស្តង់ដារសំណង់ព្រោះសំណង់ធ្វើឲ្យមិនធ្វើ5ឆ្នាំបោះចោលដោយទូរស័ព្ទទេសំណង់គឺសង្ឃឹមថានៅតកូនតចៅហើយបើមិនតកូនតចៅក៏លក់ទៅឲ្យអ្នកផ្សេងគេនៅដែរអ
ចឹងសិតតែជីវិតមនុស្សម្នាក់ៗហើយខ្ញុំសូមឲ្យអនុវត្តឲ្យបានម៉ឺងម៉ាត់ទៅលើការការពារនេះគឺលើការបង្ការការគ្រោះថ្នាក់អាយុជីវិតរបស់ប្រជាពលរដ្ឋរបស់យើងបាទចំណេញលុយកាក់ចំណេញចោះតែកុំចំណេញលើអ្វីដែលដាក់ជីវិតប្រជាពលរដ្ឋដែលក្នុងហានិភ័យជាពិសេសរឿងសំណង់អាគារផ្ទះនៅទាំងខ្ញុំទាំងគេអត់ដឹងទេទាំងខ្ញុំទាំងគេអត់ដឹងទេតែចូលនៅស្អាតខ្ញុំអត់ដឹងទេខ្ញុំជឿខ្ញុំដាក់ជីវិតខ្ញុំពឹងទៅលើជាងនឹងហើយមិនទៅលើម្ចាស់គម្រោងទេណាម្ចាស់គម្រោងគាត់ទទួលក៏ទៅប៉ុន្តែមេការឬមួយស្អីដែលវិស្វករដែលទៅ